ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីដំណើរការធ្វើយ៉ាងម៉េចដើម្បីឲ្យកម្មវិធីថ្នាក់បឋមសិក្សា PLP របស់យើងលើមុខងារតាមដានណាដំណើរការឡើងវិញអញ្ចឹងដើម្បីឲ្យមុខងារតាមដានលើកម្មវិធីថ្នាក់បឋមសិក្សា PLP របស់យើងនេះកន្លែងមុខងារតាមដានដំណើរការឡើងវិញអញ្ចឹងយើងចូលទៅកាន់ជ្រោមរបស់យើងទាំងអស់គ្នាណាលោកឪពុកអ្នកម្ដាយបាទចុចចូលជ្រោមមកអញ្ចឹងបន្ទាប់មកទៀតយើងចុចមើលសញ្ញាត្រេ3ខាងលើនេះណាត្រេ3នេះបាទត្រេ3ដូចបានបង្ហាញយើងថយឡើងវិញនេះសញ្ញាត្រេ3បាទបន្ទាប់មកទៀតយើងមកក្រោមយើងរកពាក្យថា setting ណា setting ដែលមានរូបកងចាក់ហ្នឹងមកនេះដូចបានបង្ហាញយើងចុចលើហ្នឹងមកបាទហើយបន្ទាប់មកទៀតយើងអូសមកក្រោមបាទមកក្រោមរកពាក្យថា size sheet setting នេះបាទរកពាក្យថា size sheet setting អញ្ចឹងយើងចុចលើពាក្យ size setting ទាំងអស់គ្នាណាបាទអញ្ចឹងបន្តមកទៀតយើងអូសមកក្រោមអត់មានអីទេណាអញ្ចឹងយើងមើលខាងលើយើងឃើញពាក្យ all size យើងចុចលើពាក្យ all size ហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីចុចពាក្យ all size ហើយយើងចុចទៅលើពាក្យ delete browser យើងចុចលើពាក្យ delete browser មកបាទចុចលើពាក្យ delete browser តមកទៀតយើងជ្រើសរើសកន្លែងនេះណានេះឃើញទេបាទជ្រើសរើសកន្លែងនេះដូចខ្ញុំមកយើងយកពាក្យថា all time ណាបាទយកពាក្យថា all time បាទអញ្ចឹងយើងមកដល់កន្លែងនេះយើងធ្វើការគូស tick ណាកន្លែង clear image and file ណាយើងធ្វើការដាក់ tick ទៅវាកន្លែងទៅនឹងមួយមកបាទយើងដាក់ tick វាដើម្បីធ្វើការ delete data ណាយើងក៏ដាក់ tick កន្លែងនឹងមួយបានហើយណាបន្ទាប់មកទៀតបន្ទាប់ពីយើងដាក់ tick នៅកន្លែង clear image and file ហើយយើងទៅបើកដំណើរការមុខងារលើកម្មវិធីថ្នាក់បឋមសិក្សា PLP តាមដានការរៀននិងការរៀនរបស់សិស្សនៅមុខងារតាមដានហ្នឹងតើតើនឹងការរៀនរបស់សិស្សតើសិស្សយើងរៀនដល់តាណាហើយនៅក្នុងកម្មវិធីមេរៀន PLP ឬក៏គាត់ធ្វើបានប្រមាណសំណួរអញ្ចឹងយើងចុចពាក្យយកពាក្យថា data ណាខាងក្រោមនេះមកចុចពាក្យ data ហើយយើងចុចពាក្យ data មួយទៀតបាទអញ្ចឹងមកដល់ប៉ុណ្ណេះហើយអញ្ចឹងយើងធ្វើការ clear វាចេញសិនមកបាទយើងចុចនេះមក clear វាចោលអស់ចឹងមកអីបាទយើង clear ចឹងមកបាទបន្តមកទៀតយើងចូលក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP របស់យើងមកបាទចូលមកបាទបន្តមកទៀតយើងចូល tray 3បាទយើងចូល tray 3ហើយយើងចូលទៅមើលមុខងារតាមដានការសិក្សារបស់សិស្សរបស់យើងឃើញអត់យើងចូលមកតើវាដើរអត់បាទអញ្ចឹងនៅកន្លែងនេះមុខងារតាមដានបានដំណើរការឡើងវិញហើយនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP គ្រាន់តែយើងធ្វើតាមការណែនាំរបស់ខ្ញុំមិញមកតាមរយៈចូលក្នុងកកជ្រោមបន្តទៀតចុច tray 3ហើយយើងយកពាក្យ setting បន្ទាប់មកយកពាក្យអី size setting បន្ទាប់មកយកពាក្យ delete data បន្ទាប់មកយើងឃើញយើងយកពាក្យ all time ហើយយើងធ្វើការលុប data ដោយបានបង្ហាញក្នុងវីដេអូណាអញ្ចឹងនេះណាមុខងារតាមដានរបស់សិស្សគឺដំណើរការវិញហើយនៅលើទូរស័ព្ទដៃណាអញ្ចឹងយើងមើលថាសិស្សយើងណាគេខ្លះបានរៀនអីអញ្ចឹងយើងចុចជ្រើសរើសមើលទៅអញ្ចឹងនៅក្នុងមុខងារតាមដានគឺលើទូរស័ព្ទដៃដំណើរការឡើងវិញហើយបាទណាអញ្ចឹងយើងមើលបាទមុខងារតាមដានរបស់សិស្សបាទអត់ទាន់ឲ្យដំណើរការឡើងវិញអញ្ចឹងយើងមើលបន្តទៀតបាទវាកំពុងតែ update ឬកំពុងតែ load ណាបាទអញ្ចឹងឃើញសិស្សយើងរៀនបានឡើងវិញនេះគឺជាមុខងារតាមដានរបស់សិស្សអញ្ចឹងដំណើរការបញ្ហាផ្សេងអីនេះបាទឃើញមានឡើងវិញហើយនៅក្នុងដំណើរការមុខងារតាមដានរបស់សិស្សបាទអញ្ចឹងវាដើរជិត 100% ហើយបាទមុខងារដំណើរការនេះគឺយើងនិយាយទៅគឺ 100% តែម្ដងបាទប៉ុន្តែកន្លែងប្រឡងកន្លែងប្រវត្តិតេស្តហ្នឹងដំណើរការដូចគ្នាណាបាទដំណើរការដូចគ្នាបាទអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងបាទយើងធ្វើបែបហ្នឹងមកបាទធ្វើហ្នឹងមើលកូនសិស្សរបស់យើងនេះបាទគាត់ទទួលបាននេះហើយអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងដូចវីដេអូខាងដើមហ្នឹងណាអញ្ចឹងយើងនឹងឃើញឡើងវិញតាក់ទងនឹងដំណើរការផ្សេងជាពិសេសដំណើរការដែលបានផ្អាកគឺតាមដានហើយនឹងប្រឡងពេលនេះប្រវត្តិធ្វើតេស្តក៏បានដំណើរការឡើងវិញដែរអញ្ចឹងនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP នៅពេលនេះដំណើរការឡើងវិញហើយប៉ុន្តែមុននឹងដំណើរការឡើងវិញលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សសានុសិស្សត្រូវទៅធ្វើតាមការណែនាំពីដំបូងដែលខ្ញុំបានប្រាប់ណាយើងចូលក្នុងបាទយើងចូលទៅក្នុងកកជ្រោមចុច tray 3
ចុច setting មកហើយយើងអូសមកក្រោមយើងរកពាក្យអី size setting បាទអញ្ចឹងយើងធ្វើតាមដំណើរការវីដេអូពីដំបូងរបស់យើងទៅយើងនឹងឃើញហើយយើងធ្វើមើលមួយបើយើងមើលអត់ទាន់យើងអាច scope វីដេអូមើលបន្តិចម្ដងទៀតអញ្ចឹងដំណើរការលើទូរស័ព្ទគឺដំណើរការឡើងវិញហើយណាបាទនៅក្នុងមុខងារ2មុខងារទី1គឺតាមដានមុខងារទី2គឺប្រឡងអញ្ចឹងវីដេអូមួយនេះមានអីច្រើនតែវីដេអូមួយនេះគាត់នៅចង់ចែករំលែកឲ្យលោកគ្រូលោកឪពុកអ្នកម្ដាយបានដឹងពីការដំណើរការឡើងវិញមុខងារតាមដាននិងប្រឡងបាទអញ្ចឹងអរគុណច្រើនបើសិនបើមានពាក្យពេចន៍ខ្វះខាតឬខុសក្នុងប្រការណាមួយក៏សូមខន្តីអភ័យទោសឲ្យខ្ញុំបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយណា